ចាសម្រាប់តមកទៀតយើងចូលដល់លោកអ្នកដែលកើតឆ្នាំឆ្លូវសម្រាប់អ្នកកើតឆ្នាំឆ្លូវនៅក្នុងខែនេះចាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកហត់នឿយចាឬលោកអ្នកអាចថាអត់ចង់ចេញទៅខាងក្រៅទេចង់នៅក្នុងផ្ទះចង់នៅម្នាក់ឯងចង់រក្សាភាពស្ងប់ស្ងាត់ព្រោះលោកអ្នកអាចមានអារម្មណ៍ចាប់ផ្ដើមមានអារម្មណ៍ថាដូចធុញទ្រាន់ជាមួយសង្គមខាងក្រៅឬមនុស្សដែលនៅជុំវិញខ្លួនចាឱកាសនេះលោកអ្នកអាចថាចូលចិត្តគិតច្រើនចូលចិត្តធ្វើអីបែបស្ងប់ស្ងាត់ណាចាអញ្ចឹងឱកាសនេះដែរបើសិនជាលោកអ្នកដូចថាមានពេលវេលាគ្រប់គ្រាន់គួរតែព្យាយាមមើលថែខ្លួនឯងហើយអាចជ្រើសរើសយកផ្លូវព្រះធម៌ណាយើងអាចទៅគេហៅថាសមាធិយើងអាចទៅវិបស្សនាឬក៏យើងអាចព្យាយាមស្ងប់ស្ងាត់ជាមួយនឹងផ្លូវចិត្តខ្លួនឯងចាកន្លែងណាដែលយើងអាចថាសម្រាប់បានយើងសម្រាប់សិនទៅណាវាជារឿងល្អប៉ុន្តែក៏មិនគួរឃុំខ្លួនឯងឲ្យនៅគេហៅថាតាមកន្លែងហ្នឹងមិនព្រមចេញទៅណាដែរហ្នឹងក៏ធ្វើឲ្យយើងកាន់តែគេហៅថាស្មុគស្មាញណាចាយើងរកគេហៅថាពលឺខ្លួនឯងអត់ទាន់ឃើញអញ្ចឹងត្រូវព្យាយាមគេហៅថាយើងផ្ដាច់ខ្លួនចេញពីកន្លែងមិនល្អឬក៏សង្គមមិនល្អប៉ុន្តែក៏ត្រូវព្យាយាមស្វែងរកពិភពអីមួយដែលជារបស់ខ្លួនឯងដែលធ្វើឲ្យយើងមានសេចក្តីសុខបែបយើងណាចាហើយសម្រាប់រឿងលុយកាក់វិញឃើញថាតំណែងលុយកាក់របស់អ្នកគេហៅថាម្ដងភ្លឺម្ដងងងឹតណារឿងលុយកាក់ឃើញថាមិនទាន់ល្អប្រសើរទេសម្រាប់អ្នកកើតឆ្នាំឆ្លូវបើត្រូវល្អអញ្ចឹងអាចថាយើងមានលុយចូលមកពេញដៃអញ្ចឹងទៅបើត្រូវថាបងងងឹតឬក៏អត់វិញអាចថាពេលខ្លះស្ទើរតែអត់មានលុយមករៀនក្នុងខ្លួននឹងក៏មានដែរណាចាហើយសម្រាប់រឿងសុខភាពឃើញថាមួយរយៈនេះលោកអ្នកអាចមានបញ្ហាចុករយតាមរាងកាយចាឬក៏អ្នកខ្លះអាសាឈឺជើងដៃឆ្អឹងខ្នងនេះគឺយើងអាចមានណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងការងារចាលោកអ្នកដែលមានការងារជាប្រចាំមួយរយៈនេះរឿងការងារអាចមិនសូវជាល្អប្រសើរទេបងមួយចំនួនអាចមានឱកាសប្រយ័ត្នមានបញ្ហានៅកន្លែងការងារឬអាចបាត់បង់ការងារនឹងក៏អាចមានចាហើយសម្រាប់បងដែលកំពុងរងចាំរឿងការងារត្រូវប្រយ័ត្នត្រូវកាន់ទូរស័ព្ទឲ្យជាប់ណាមិនចឹងទេអាចថាគេខលតាក់តងហៅទៅធ្វើការនឹងអត់បានលើកយើងនឹងអាចបាត់បង់ឱកាសល្អចាហើយសម្រាប់ការរកស៊ីវិញឃើញថាមួយរយៈនេះក៏មិនសូវជាមានភាពនឹងណដែរណាការលក់ដូររបស់យើងអាចមិនសូវជាបានល្អទេចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងស្នេហាឬក៏ជីវិតគូចាជីវិតគូរបស់លោកអ្នកនៅក្នុងឱកាសនេះនៅចិត្តគ្នាក៏ដូចជានៅឆ្ងាយចឹងអាចថាមិនខ្វល់មិនចាប់អារម្មណ៍ហើយបើបងនៅឆ្ងាយពីគ្នាទៀតគឺស្ងាត់តែម្ដងអាចថាឯកាធ្លាប់ខធ្លាប់ទេបែរជាលែងខលែងទេចឹងទៅធ្លាប់ខមួយថ្ងៃ3ដងទៅជា2ថ្ងៃមិនខមកម្ដងអញ្ចឹងទៅអាចនឹងមានអារម្មណ៍ដូចថាទទួលបានការរងចាំការតាក់ទងរបស់គេមកវិញអញ្ចឹងណាចាហើយសម្រាប់អ្នកនៅតនេវិញឃើញថាលោកអ្នកអាចកំពុងមានតំណែងជាមួយអ្នកណាម្នាក់តាមទូរស័ព្ទអីចឹងទៅចាអាចកំពុងចាប់ផ្ដើមឆាតចាប់ផ្ដើមនិយាយលេងឆាតលេងអីមួយគ្នាអីចឹងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងដែលគួរប្រុងប្រយ័ត្នបំផុតចាអ្នកកើតឆ្នាំឆ្លូវលោកអ្នកត្រូវប្រយ័ត្នរឿងការវេលុយបាញ់លុយតាមទូរស័ព្ទហ្នឹងក៏គួរប្រយ័ត្នណាចាយើងអាចបាញ់ខុសតួលេខយើងអាចកំងអីវ៉ាន់អីគេចឹងប្រយ័ត្នចាញ់បោកគេហ្នឹងក៏អាចមានដែរចឹងគួរប្រយ័ត្នណាចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺអាសាធ្វើបុណ្យជាមួយនឹងការបរិច្ចាគជារបស់ចាស់ដែលយើងជប់ប្រាឲ្យទៅគេទៅដើម្បីលើករាសីរបស់យើងណាពណ៌លើករាសីរបស់លោកអ្នកគឺមានពណ៌ទឹកប៊ិចចាលេខសំណាងរបស់លោកអ្នកគឺមានលេខ84និង39ណាចា